បើយើងនិយាយពី ZTNA វាជាផ្នែកមួយដែល organization របស់យើងកំពុងតែធ្វើការបាទសិក្សាក៏ដូចជាធ្វើការអឺអឺអឺប្រើប្រាស់ដើម្បី ensure ថានៅរាល់ client remote user ឬក៏ traffic ទាំងអស់ហ្នឹងមុនពេលដែលគាត់ access មកកាន់ on premise បាទវាត្រូវបាន secure បាទអញ្ចឹងត្រឡប់មកកាន់ ZTNA ហ្នឹងទៀតសោតក៏មានរឿងច្រើនមែនតើប៉ុន្តែខ្ញុំចង់ផ្ដោតសំខាន់មែនតើគឺត្រឡប់ទៅកាន់10ឆ្នាំមុនព្រោះបាទអឺមែនតើទៅខ្ញុំជាបានន័យថា background របស់ខ្ញុំគឺជាអ្នកបច្ចេកទេសផងដែរបាទបាទអញ្ចឹងទាំងអស់គ្នាប្រហែលជាធ្លាប់ឮទៅលើ VPN បាទ VPN អញ្ចឹងមុនពេលដែលយើង user របស់យើងគាត់ទៅក្រៅគាត់ទៅហាងកាហ្វេបាទដើម្បីអាចឲ្យគាត់ access មកកាន់ on premise ដែលជា application គាត់ត្រូវការប្រើ VPN បាទបាទអញ្ចឹងនរណាក៏ចេះ VPN ដែរសូម្បីតែសប្ងៃ Gen Z របស់យើងហ្នឹងគឺគាត់ប្រើ VPN បាទដើម្បី access ទៅកាន់ application gaming ឯផ្សេងៗបាទប៉ុន្តែក្រោយបន្ទាប់ពី COVID យើងឃើញថារបៀបរបបនៅក្នុងការធ្វើការងារគឺផ្លាស់ប្ដូរច្រើនមែនទែនបាទ ពីមុននាំគ្នាទៅធ្វើការនៅ office ហើយក្រោយមកទៀតយើងទាំងអស់គ្នាទៅធ្វើការហាងកាហ្វេ Yep ទៀតសោតដូចជារូបរបស់ខ្ញុំអាសាទៅក្រៅ បាទ បាទអញ្ចឹងcomputer របស់ខ្ញុំ mobile របស់ខ្ញុំគឺ connect គ្រប់ទីកន្លែង បាទ អញ្ចឹងត្រឡប់មកវិញ ZTNA គឺជាផ្នែកមួយដែលសំខាន់សម្រាប់ធ្វើការ secure ជាពិសេសដូចខ្ញុំជាអ្នកដែលធ្វើការ traveling បាទ បាទ ភាគច្រើនគឺ remote អញ្ចឹងណា បាទហ្នឹងហើយ ហ្នឹងហើយ ព្រោះ computer របស់យើង connect ទៅកាន់ public wifi បាទ connect ទៅកាន់ 3G 4G អញ្ចឹងយើងអត់ដឹងថាតើ data របស់យើងទៅណាខ្លះហើយ ហឹម ពិសេសនៅពេលដែលយើង access ទៅកាន់ on premise យេប